សូមជម្រាបសួរបាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទមុនរ៉េតពីទីក្រុងឡុងប៊ីរ៉ាត់កាលីហ្វ័រញ៉ានេះគឺជារាត្រីថ្ងៃទី17ខែមីនាឆ្នាំ2026សូមអធិស្ឋានម្ដងទៀតការស្អកស្អាតនេះគឺដូចជាមិនទាន់ផុតរលត់ទៅទេដោយសារតែអាកាសធាតុប្រែប្រួលហើយការធ្វើដំណើរច្រើនពេលច្រើនម៉ោងផងហើយឆ្ងាយផ្លូវប្រហែលជាអាចដោយសារប្រការនឹងផងក៏មិនដឹងក៏ប៉ុន្តែខ្ញុំមិនអីទេគាត់ថាវាស្អកស្អាតបន្តិចតែប៉ុណ្្នឹងទេបងប្អូននៅរាត្រីនេះគឺបង្អែមលៀងមាត់មានមួយខ្ទះធំដូចធម្មតាមានទាំងបង្អែមខ្មែរនិងបង្អែមអន្តរជាតិហើយដោយសារពេលវេលាមិនជាច្រើនទេដោយសារខ្ញុំធ្វើការដូច្នេះមានប្រហែលជា40នាទីខ្ញុំនឹងជម្រាបជូនព័ត៌មានប្រចាំថ្ងៃដែលមានមេតិការដូចតទៅបាទទី1គឺអ្នកច្បាប់ថាកម្ពុជាត្រូវដាក់ប្តឹងថៃមិនមែនគ្រាន់តែតវ៉ាការទូតឃោសនិកគណៈបកកណ្ដាលអំណាចប្រឹងយ៉ាងប្រសាចបន្សាបឥទ្ធិពលសមាជជាតិរដ្ឋាភិបាលក្រៅប្រទេសវប្បធម៌និយាយការពិតជាជាងនិយាយការពៀគួរនាំគ្នាលើកដំកើងសាំងនៅកម្ពុជាឡើងថ្លៃប្រមាណថ្ងៃក្រោយរដ្ឋមន្ត្រីពាណិជ្ជកម្មថាមានដំណឹងល្អថៃចាប់ផ្ដើមគម្រោងសាកល្បងសាងសង់របងព្រំដែនទាំងចំនួនព្រំដែននៅស្រកាលោកត្រាំខកចិត្តដែលសម្ព័ន្ធមិត្ត NATO យឺតយ៉ាវនៅក្នុងការជួយអាមេរិកពេលកំពុងត្រូវការខ្លាំងឲ្យជួយវាយអ៊ីរ៉ង់ប៉ូលីសអន្តោប្រវេសន៍ ICE ចាប់ខ្លួនពលរដ្ឋខ្មែរម្នាក់ទៀតក្បែរក្រុងឡុងបិចមេដឹកនាំក្រាក់របស់អ៊ីរ៉ង់ពីររូបទៀតស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលក្រុមហ៊ុនអាមេរិកពន្លឿនការផលិតអាវុធឡាស៊ែរបាញ់ទម្លាក់ដ្រូនអ៊ីរ៉ង់និងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃបាទបងប្អូនព័ត៌មានទី1ទៅមុនហើយខ្ញុំជឿថាព័ត៌មាននេះហាក់បីដូចជាដដែលទេខ្ញុំផ្សាយ8ខែ9ខែជាប់គ្នាហើយតាក់ទងនឹងរឿងមូលហេតុអីបានជារដ្ឋាភិបាលកម្ពុជានៅតែមិនព្រមដាក់ពាក្យប្តឹងទៅថៃហើយសូម្បីតែអ្នកច្បាប់ក៏ឡើងមកបញ្ចេញមតិជាច្រើនលើកច្រើនគ្រាតាក់ទងនឹងលទ្ធភាពដែលកម្ពុជាអាចដាក់ប្តឹងទៅថៃបានហើយមិនសិនមិញក៏ខ្ញុំបានផ្សព្វផ្សាយនៅសំទោសអត្ថបទមួយតាក់ទងនឹងថាវាជាឱកាសមាសសម្រាប់កម្ពុជាទៀតនៅក្នុងការដាក់ប្តឹងទៅថៃជុំវិញរឿងប្រាសាទព្រះវិហារដោយសារតែរឿងមកណោក៏ដឹកឲ្យដែលយើងគិតថាថៃរំលោភឈ្លានពានអធិបតេយ្យកម្ពុជាថាកម្ពុជានឹងមិនព្រមដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឬក៏ព្រំប្រទានអន្តរជាតិសោះមិនដឹងថារងចាំអីប្រមូលផុសតាងបានប៉ុណ្ណាឬក៏យ៉ាងណាហើយចាំកាលបានដាក់ពាក្យប្តឹងនេះហើយក្នុងពេលដែលកំពុងតែរងចាំដាក់ពាក្យប្តឹងនោះក៏មានការបកស្រាយថាដាក់វាមិនកើតទេដោយសារតែថៃគេមិនទទួលយល់ព្រមយើងនឹងគេអត់មាន consent អីចឹងលាក់នឹងលាក់បើទោះបីជាវាគ្មានចំណុចណាដែលខ្ទាស់ខ្មែរនៅក្នុងការដាក់ប្តឹងគេរឿងគេលួចប្លន់ឆក់ទ្របរបស់យើងសោះហើយយើងទៅសុំចោលយើងទៅនាំគ្នាចាំចោលព្រមបានយើងប្តឹងបាននេះគឺវាដូចថាវាហួសហេតុក៏ប៉ុន្តែម្ដងហើយម្ដងទៀតរដ្ឋាភិបាលកម្ពុជានៅតែប្រកាន់ជំហរថាខ្លួនតវ៉ាលុះសៃបាទតវ៉ាជំទាស់បដិសេធមិនទទួលយកកោលទោសដាច់អហង្ការប៉ុន្តែពាក្យបណ្ដឹងអត់មានទេដូច្នេះហើយរឿងនេះគឺខ្ញុំឃើញអត្ថបទច្បាប់មួយច្បាប់ដែលផ្សព្វផ្សាយដោយមេធាវីកម្ពុជាម្នាក់ឈ្មោះលោកឡុងបញ្ញវុឌ្ឍដែលជាមេធាវីឯករាជ្យក្រុមហ៊ុនឯកជនមួយឈ្មោះថា PANN ដែលជានឹង Associates ដែលមែនតើម្ដងទៀតបងប្អូនខ្ញុំផ្សាយអត្ថបទរបស់លោកឡុងបញ្ញវុឌ្ឍនេះមិនមែនជាការផ្សព្វផ្សាយឲ្យក្រុមហ៊ុនច្បាប់របស់គាត់ទេប៉ុន្តែខ្ញុំពេញចិត្តនឹងអត្ថបទស្រាវជ្រាវផ្នែកច្បាប់របស់គាត់ដែលមានអត្ថន័យសមស្របល្មមនិងអាចយកមកបញ្យល់ប្រាប់បងប្អូនអំពីអ្វីដែលអ្នកច្បាប់លើកឡើងអំពីបញ្ហាកម្ពុជានិងរឿងព្រំដែននេះហើយការវិភាគច្បាប់របស់គាត់ទៀតសោតគឺជាការវិភាគបែប logic តាមផ្លូវកណ្ដាលមួយដោយមិនមាននិន្នាការទៅខាងគណៈបកកណ្ដាលអំណាចរដ្ឋាភិបាលឬក៏ទៅខាងណាទេគឺគាត់តែនិយាយតែពីរឿងទស្សនវិជ្ជាច្បាប់ហើយបងប្អូនក៏អាចរកអត្ថបទស្រាវជ្រាវរបស់គាត់នេះនៅក្នុងការផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយឈ្មោះថា The Phnom Penh Post ដែរបងប្អូនចូលទៅមើលទៅឯកសារគាត់ផ្សព្វផ្សាយនៅកាសែត Phnom Penh Post ថ្ងៃនឹងដែរប្រហែលជា2ម៉ោងមុននេះហើយខ្ញុំបានឃើញអត្ថបទនេះហើយខ្ញុំពេញចិត្តនឹងដកស្រង់អ្វីដែលលោកបានលើកឡើងហើយក៏ជាបច្ច័យឬក៏ធម្មទានឬក៏ជាចំណេះដឹងសម្រាប់បងប្អូនយកទៅពិចារណាដែរអ្វីដែលលោកឡុងបញ្ញវុឌ្ឍលើកឡើងតាក់ទងថាកម្ពុជាត្រូវដាក់ពាក្យប្តឹងថៃមិនមែនគ្រាន់តែតវ៉ាការទូតមែនតើជាការបើកទំព័រនៅក្នុងការសរសេរអត្ថបទដ៏វែងរបស់លោកស្ដីអំពីការវិភាគផ្នែកច្បាប់ពីរឿងការដែលត្រូវប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនេះ
គឺលោកចាប់ផ្ដើមអំពីការដែលកោតសរសើររដ្ឋាភិបាលកម្ពុជាដែរថាកិច្ចការការទូតនឹងក៏ធ្វើច្រើនដែរហើយតែពិតមែនតើកម្ពុជាធ្វើកិច្ចការការទូតនេះយ៉ាងសម្បើមដែលមិនធ្លាប់មានទេព្រោះអីនៅក្នុងរយៈពេលតាំងពីមានចំនួនជាមួយនឹងថៃមកហ្នឹងគឺឃើញរដ្ឋាភិបាលកម្ពុជាចេញសេចក្តីថ្លែងការណ៍ក៏ហៅអនុព័ន្ធយោធាហៅក្រុមអ្នកសង្កេតការអាស៊ានឬក៏ប្រជុំនេះប្រជុំនោះឬក៏ធ្វើសេចក្តីថ្លែងការណ៍ថ្កោលទោសតវ៉ាជំទាស់មិនទទួលយកហ្នឹងគឺថាជាង700លើកហើយបាទដូច្នេះបងប្អូនគិតសាកទៅមើលជាង700លើកនៅក្នុងរយៈពេលប្រហែលមិនដល់8ខែផងទេពីខែឧសភាមកមើលឧសភាខែ5វា10ដល់ខែ12វា7ខែ7ខែឥឡូវដើមឆ្នាំនេះដល់ខែ3ទៀត10ខែបងប្អូន700ដងអញ្ចឹងនៅក្នុងមួយខែមានប្រមាណដងបើសិនជា10ខែ700ដងក្នុងមួយខែមានជាង70ដងអញ្ចឹងឲ្យចែក70ដងទៅក្នុងមួយថ្ងៃ2ដងទៅ3ដងក្នុងការថ្កោលទោសថៃនឹងមិនយល់ស្របឬក៏បដិសេធអីអញ្ចឹងច្រើនណាស់នៅក្នុងមួយថ្ងៃធ្វើ2 3ដងបើយើងគិតមើលតើមានកិច្ចការការទូតឯណាដែលគេធ្វើដូច្នេះលាំងសន្ធប់បែបនេះក៏ប៉ុន្តែរឿងទាំងអស់ហ្នឹងគឺជារឿងត្រឹមត្រូវនៅក្នុងការដែលយើងជំទាស់ទៅថៃក៏ប៉ុន្តែក្នុងពេលជាមួយគ្នាហ្នឹងអត់មានពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិអំពីការរំលោភច្បាប់អន្តរជាតិហ្នឹងទេហើយអ្វីដែលលោកឡុងបញ្ញវុឌ្ឍលើកឡើងសំខាន់ដែលខ្ញុំលើកយកមកជម្រាបជូនបងប្អូននេះគឺតកតងនឹងរឿងកាលពីកម្ពុជាតវ៉ាថ្ងៃទី13ខែមីនាឆ្នាំ2026ក្រសួងការបរទេសកម្ពុជាតវ៉ាថៃយ៉ាងដាច់អហង្ការតកតងនឹងការសង់ឬក៏ធ្វើលេនដ្ឋានឬក៏ប៉ុស្តិ៍យាមជាសំណង់យោធាប៉ុស្តិ៍យាមរបស់គាត់នៅម្ដុំវត្តកែវសិក្ខាគិរីស្វារៈនៅម្ដុំពយប្រាសាទព្រះវិហារដែលតំបន់ទាំងអស់នេះគឺស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាមិនមែនតំបន់ប្រទីងបតុងទេតែស្ថិតនៅក្នុងសាលដីការបស់តុលាការអន្តរជាតិ ICJ ទៅទៀតហើយនៅក្នុងនេះគឺយើងឃើញកម្ពុជាគឺបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការតកតងនឹងសំណង់យោធាថ្មីឬក៏ការធ្វើនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាតែថ្កោលទោសយ៉ាងដាច់អហង្ការប្រាប់ថានេះជាការរំលោភបំពានច្បាប់អន្តរជាតិរំលោភបំពានខ្លឹមសារនៃសាលដីការបស់តុលាការអន្តរជាតិដល់ទៅ2លើកខ្លឹមសារសាលដីកាឆ្នាំ1962ថ្ងៃទី15ខែមិថុនានិងសាលដីការបស់តុលាការអន្តរជាតិ ICJ ដដែលនេះកាលពីនៅម្ដុំឆ្នាំ2013ហើយយើងមើលកម្ពុជាប្តឹង2សារហើយសេចក្តីសម្រេចគឺ2សារឲ្យកម្ពុជាឈ្នះទាំង2សារឥឡូវនេះថៃបំពេញនៅលើកន្លែងសាលដីកាដដែលហេតុអីបានជាយើងមានត្រឹមតែការតវ៉ាលោកឡុងបញ្ញវុឌ្ឍលើកឡើងចេះថាការដែលថៃចាប់ផ្ដើមសាងសង់ប៉ុស្តិ៍យាមសំណង់យោធាលេនដ្ឋានដាក់ទង់ជ័យនៅលើដីថៃដីខ្មែរមានទាំងប្រពុតបដិមាលក្ខណៈនៅទីតាំងជាច្រើនផ្សេងទៀតវាមិនមែនជាការដែលបង្កើតឲ្យតែមានការតវ៉ាទេគឺជាការបង្កើតឲ្យមានជាភាពប្រក្រតីនៃការរំលោភឈ្លានពានដែនអធិបតេយ្យកម្ពុជាហើយយកជាភាពស្របច្បាប់ដោយការបង្កើតភាពប្រក្រតីកម្ពុជាចេះតែតវ៉ាទៅចឹងបានគេហៅថាឆ្កែតែចេះតែព្រុសមនុស្សចេះតែដើរកម្ពុជាចេះតែតវ៉ាជាការពិតហើយជានៃការទូតក៏ប៉ុន្តែនៅពេលដែលជេរកាលរយៈពេលកាន់តែវែងយូរទៅគឺសំណង់នឹងคล้ายទៅជាសំណង់ស្របច្បាប់អ្វីទាំងអស់ហ្នឹងគឺយើងមិនអាចទៅឈូសឆាយកាយកវត្តចោលឲ្យបានទៀតទេព្រោះអីអាការតវ៉ារបស់យើងហ្នឹងគឺវាគ្រាន់តែជាការតវ៉ាការទូតលោកឡុងបញ្ញវុឌ្ឍក៏លើកឡើងដែរថាមិនជំទាស់រដ្ឋាភិបាលនៅក្នុងការដាក់កតវ៉ាផ្លូវទូតទេព្រោះអីវាជាជំហរដែលត្រូវធ្វើហើយព្រោះនៅពេលដែលគេឈ្លានពានឬក៏ធ្វើអីមួយយើងត្រូវតែឲ្យមានកំណត់ទូតអានេះគឺជារឿងត្រឹមត្រូវដែលរដ្ឋាភិបាលកម្ពុជាត្រូវធ្វើក៏ប៉ុន្តែនៅក្នុងជាមួយគ្នានេះគឺដោយសារតែការបំពាននៅតំបន់ពយប្រាសាទព្រះវិហារហើយនិងវត្តកែវសិក្ខាគិរីស្វារៈនេះដែលជាដីរបស់ខ្មែរនៅក្នុងដែនអធិបតេយ្យដែលមាននៅក្នុងសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិបែបនេះលោកឡុងបញ្ញវុឌ្ឍស្នើឲ្យប្រើប្រាស់មាត្រា60នៃលក្ខន្តិកៈក្រុងរ៉ូមនៃតុលាការយុត្តិធម៌អន្តរជាតិហ្នឹងដែលនិយាយអំពីភាពស្របច្បាប់របស់ភាគីនៅក្នុងវិវាទក្នុងការស្នើឲ្យតុលាការ ICJ បកស្រាយឡើងវិញសាលដីការបស់ខ្លួនសាលដីកានេះបកស្រាយប្រមាណដងក៏បានដែរមិនមែនជាបណ្ដឹងថ្មីទេគឺជាការស្នើសុំឲ្យតុលាការនេះ
បកស្រាយខ្លឹមសារនៃសារដីកាឡើងវិញព្រោះអីសារដីកាដែលអនុញ្ញាតឲ្យកម្ពុជាគ្រប់គ្រងដែនអធិបតេយ្យនៅតំបន់ពោយប្រាសាទព្រះវិហារពោយហ្នឹងហើយនឹងតំបន់នៅកែវសិក្ខាគិរីស្វារៈវត្តកន្លែងហ្នឹងហេតុអីបានជាថៃនៅតែបកស្រាយថាតំបន់ហ្នឹងជាតំបន់របស់គេហើយនៅតែឈ្លានពានបានដូច្នេះហើយនេះគឺជាឱកាសសម្រាប់កម្ពុជាជាឱកាសមាសនៅក្នុងការប្តឹងទៀតមិនមែនត្រឹមតែតវ៉ាការទូទេដូច្នេះអ្វីដែលលោកឡុងបញ្ញវុฒิលើកឡើងនេះគឺវាមានច្រើនណាស់បងប្អូន8ទំព័រខ្ញុំគ្រាន់តែសង្ខេបនៃខ្លីតែប៉ុណ្ណឹងលោកថាកម្ពុជាអត់ត្រូវការយល់ព្រមពីភាគីណាទាំងអស់នៅក្នុងការដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិព្រោះនេះមិនមែនជាបណ្ដឹងថ្មីទី1ទី2គឺជាការស្នើសុំឲ្យបកស្រាយខ្លឹមសារសាលដីកាចាស់លើកពីទាំងពីរលើករបស់តុលាការយុត្តិធម៌អន្តរជាតិដែលផ្ដាល់ទឹកដីដែលតំបន់ពយប្រាសាទព្រះវិហារនិងម្ដុំវត្តកែវសិក្ខាគិរីស្វារៈនេះឲ្យកម្ពុជាគ្រប់គ្រងហេតុអីបានថៃអាចមកបំពេញធ្វើប្រទេសផ្ដាស់បានយើងកុំនិយាយពីការបំផ្លាញប្រាសាទព្រះវិហារខ្ទេចខ្ទីអីផ្សេងទៀតអាហ្នឹងគឺជាបណ្ដឹងដែលត្រូវតែដាក់ឲ្យខាងតែបានណាឥឡូវយើងនិយាយអំពីបណ្ដឹងដែលមានស្រាប់ឬក៏កន្លែងដែលតុលាការធ្លាប់សម្រេចឲ្យថៃនៅបំពេញបងប្អូនសហគិតទៅមើលតំបន់ដែលមានស្រាប់នៅក្នុងសាលដីកាថៃនៅហ៊ានបំពេញចោះទម្រាំតំបន់ផ្សេងទៀតដែលប្រទីងបតុងគ្នាដូចស្អីព្រៃច័ន្ទភូមិជោគជ័យតំបន់អានសេះភ្នំទ្របមុំ3ឬក៏ប្រាសាទតាកបីប្រាសាទតាមាន់អីគេមានខ្លាចអីបងប្អូនអញ្ចឹងហើយបានថានេះហើយគឺជាឱកាសចុងក្រោយហើយសម្រាប់កម្ពុជានៅក្នុងការដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិសូមឲ្យបកស្រាយសាលក្រមនិងផែនទីខ្នាត1លើ200,000ដើម្បីឲ្យតំបន់ប្រាសាទព្រះវិហារនេះដាច់ស្រេចហើយក៏ជាឱកាសមាសសម្រាប់កម្ពុជាដែរនៅក្នុងការដាក់ភ្ជាប់ទាំងអស់តែម្ដងទៅតំបន់ទាំង40-50កន្លែងដែលថៃទន្ទ្រានឈ្លានពានហ្នឹងព្រោះវាមាននៅក្នុងផែនទីខ្នាត1លើ200,000នេះហើយជាឱកាសដែលដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិហើយនៅក្នុងពេលជាមួយគ្នានឹងលោកឡុងបញ្ញវុฒิក៏បានលើកឡើងអំពីចំណុចមួយតាក់ទងនឹងការបកស្រាយមានមាត្រា40នៅក្នុងលក្ខន្តិកៈរបស់ក្រុងរ៉ូមនឹងបានចែងទៀតថាពេលដែលកម្ពុជាដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ សុំឲ្យបកស្រាយសាលដីកាឡើងវិញដើម្បីទប់ការឈ្លានពានរបស់ថៃក៏អាចសុំវិធានការបណ្ដោះអាសន្នមួយដែលដូចជាក្នុងដីកាកម្ពុជាដែលយើងស្គាល់ថាជាដីការក្សាការពារគឺជាដីកាមួយដើម្បីស្នើសុំឲ្យតុលាការយុត្តិធម៌អន្តរជាតិនឹងចេញប្រាប់ថាថៃមិនអាចសាងសង់សំណង់អីបានទាំងអស់មិនអាចសាងសង់លេនដ្ឋានមិនអាចធ្វើប៉ុស្តិ៍យាមមិនអាចធ្វើសំណង់រូបវ័ន្តអីទាំងអស់នៅលើដែនដីដែលកំពុងមានវិវាទដែលពេលយើងដាក់ប្តឹងទៅដូច្នេះមានតែវិធីនេះទេដែលទប់ថៃមិនឲ្យធ្វើអីគ្រប់បែបយ៉ាងបើអត់ទេថៃសម័យក្នុងខោកាយរាល់ថ្ងៃបងប្អូនមើលកាយរាល់ថ្ងៃខ្មែរយើងក៏កាយឆ្លោះគ្នាថៃកកាយដីចូលក្នុងដីដែនអធិបតេយ្យរបស់យើងមើលថាតើអ្នកណាចំណេញអ្នកណាខាតហើយអ្នកដែលបាត់បង់ច្រើនជាងគេហើយនៅសង្ឃឹមថាថៃនឹងប្រទៀនខ្ជាក់មកវិញនេះគឺទៅសុំភ្លើងយក្សហើយដូច្នេះខ្ញុំគិតថាអត្ថបទច្បាប់របស់លោកឡុងបញ្ញវុฒิនេះមានខ្លឹមសារនិងអត្ថន័យគ្រប់គ្រាន់សម្រាប់បញ្ញវន្តអ្នកច្បាប់កម្ពុជានឹងយកទៅពិចារណាព្រោះអ្វីដែលលោកសន្និដ្ឋានជាចុងក្រោយលោកថារឿងសំខាន់ណាស់អ្វីអត់មានមន្ទិលទេនៅពេលនេះគឺព្រំដែនកម្ពុជាត្រូវកំណត់ដោយច្បាប់គឺច្បាប់អន្តរជាតិមានភាពច្បាស់លាស់ដូច្នេះគឺយើងមិនត្រូវអនុញ្ញាតឲ្យថៃគូសវាសព្រំដែនឡើងវិញហើយរៀបចំហេដ្ឋារចនាសម្ព័ន្ធទន្ទ្រានឈ្លានពានកាយរាល់ថ្ងៃនឹងហើយយូរទៅធ្វើឲ្យរបស់ទាំងអស់នឹងคล้ายទៅជារឿងស្របច្បាប់របស់ថៃដោយសារតែយើងមិនប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីឲ្យតុលាការនេះដោះស្រាយនិងផ្ដល់ភាពយុត្តិធម៌ឲ្យមកកម្ពុជាបាទហើយខ្ញុំសង្ខេបខ្លឹមសារនេះត្រឹមប៉ុណ្ណេះហើយខ្ញុំជឿថានេះមិនមែនជាគំនិតរបស់មួងណារ៉េទេខ្ញុំក៏នៅតែយល់ថា100%ហើយតែខ្មែរយើងអាចប្តឹងថៃបានដោយមិនមានបញ្ហាទេក៏ប៉ុន្តែដើម្បីឲ្យបងប្អូនអស់ចិត្តថាតើអ្នកច្បាប់កម្ពុជាគេនិយាយថាម៉េចហើយការដែលនាំគ្នារារែកចិត្តឬក៏នាំគ្នាបន្តិចប្រអាក់ប្រាប់ថាប្តឹងមិនបានអីទេមិនដឹងថាអស់លោកមានចេតនាអីខ្ញុំកំពុងតែឆ្ងល់ហេតុអីបានជាស្រុកយើងកំពុងតែមានទុកដីយើងកំពុងតែត្រូវគេលេបត្របាក់ទ័ពយើងមិនអាចទៅវាយដណ្ដើមដីយើងពីគេមកបានតាមចំនួនប្រដាប់អាវុធទេយើងមានអីទៀតដែលនៅសេសសល់ចុងក្រោយសេចក្តីសង្ឃឹមរបស់យើងគឺមានតែតុលាការយុត្តិធម៌អន្តរជាតិនឹងតើដែលជាអាវុធគ្មានផ្សែង
ដែលជាអតិពលដ៏មហិមាមិនត្រូវការច្បាំងគ្នាមិនត្រូវការឆ្លោះគ្នាទេហើយរឿងនេះក៏មិនមែនជាការប្រឈមដាក់គ្នាដែរយើងប្តឹងទៅតុលាការយុតិធធម៌អន្តរជាតិមិនមែនជាការញុះញង់ដើម្បីឲ្យចំនួនប្រដាប់អាវុធនេះកាន់តែកក្រើកទេអត់ទេគឺជាការធ្វើឲ្យស្ថានភាពស្ងប់ទៅវិញពួកអីតុលាការគេដោះស្រាយវាមានយកចុងកណ្ដុងយកទៅដោះស្រាយឯណាផ្ទុយទៅវិញការដែលមិនប្តឹងទៅតុលាការយុតិធធម៌អន្តរជាតិហើយបណ្ដោយឲ្យថៃចាប់ផ្ដើមកកាយធ្វើគ្រប់ហេដ្ឋារចនាសម្ព័ន្ធឲ្យប្រជាពលរដ្ឋយើងក្តៅក្រហាយកងទ័ពយើងមានការឈឺចាប់ពុទ្ធហ៊ានយើងស្លាប់អស់មួយកណោហើយគេនៅតែក៏ក្លឿនបំភ្លៀកបំពៀនឈ្លានពៀនចូលដែនអធិបតេយ្យរបស់យើងហើយយើងនៅស្ងៀមស្ងាត់យើងនៅស្ងប់ស្ងាត់គេថាស្ងប់ស្ងាត់មិនស្ងប់ស្ងៀមទេតែឥឡូវអាស្ងាត់ក៏ស្ងាត់អាស្ងៀមក៏ស្ងៀមដែរព្រោះយើងអាចបានប្តឹងដូច្នេះទាំងអស់នេះហើយដែលជាការធ្វើឲ្យស្ថានភាពហ្នឹងកាន់តែក្តៅទៅវិញពួកអីចាប់ផ្ដើមនិយាយឌឺដងឡងសម្ដីដាក់គ្នាលែបខាយទៅថៃនោះក៏ចាប់ផ្ដើមធ្វើប្រព្រឹត្តបង្កើតព័ត៌មានមិនពិតដើម្បីវាយប្រហារកម្ពុជាទៅធ្វើរូបភាពអហភាសឬក៏រូបស្អីពីលោកហ៊ុនសែនពីអ្នកស្រីម៉ាលីសុជាតាឬក៏អ្នកស្រីប៊ុនរ៉ានីអីចឹងទៅធ្វើ AI អីហ្នឹងចាប់ផ្ដើមធ្វើឲ្យរឿងហ្នឹងកាន់តែឆ្លោះគ្នាហើយយើងទៅដោះស្រាយបញ្ហាអញ្ចឹងកើតដែរថៃគេចាប់ផ្ដើមធ្វើអញ្ចឹងតិចទៀតទៅខាងក្រមខ្មែរហ្នឹងចាំមើលបង្កើតព័ត៌មាន AI អីទៅតបមកអត់មានទីបញ្ចប់ដីបានថៃយើងចាញ់គេសពបែបយ៉ាងអញ្ចឹងហើយនេះគឺជារឿងឈឺចាប់បំផុតបងប្អូនដែលគិតថាបើរដ្ឋាភិបាលកម្ពុជាមិនដាក់ពាក្យប្តឹងទៅតុលាការយុតិធធម៌អន្តរជាតិនេះទេគឺនៅក្នុងប្រវត្តិសាស្ត្រគឺប្រជាពលរដ្ឋខ្មែរទាំង17លាននាក់នឹងថ្កោលទោសរដ្ឋាភិបាលនេះគ្មានទីបញ្ចប់ទេហើយខ្ញុំថាកុំខ្វល់កុំឆ្ងល់ថាហេតុអីបានជាគេចេះតែរករឿងចេះតែនិយាយថាយើងហេតុអីបានជាមិនដោះស្រាយបញ្ហាហ្នឹងហើយយើងចេះតែយកនយោបាយប្រជាពិធមកស្អំចិត្តថាយើងនឹងយកតតែបានយើងនឹងទៀមទាយន្តការអន្តរជាតិយើងនឹងប្រើយន្តការការទូតប្រើឲ្យតា700លើកជាងហើយមើលឃើញថៃធ្លាក់ខ្ចាក់បានតិចទេអាវិធានការយើងកាន់តែការទូតយើងកាន់តែក្តៅកាន់តែនាំអីអ្នកសង្កេតការអាស៊ាននឹងកាន់តែខ្លាំងទៅព្រំដែនកាន់តែនាំអនុព័ន្ធយោធាទៅកាន់តែព្រំដែនកាន់តែនាំអ្នកអីផ្សព្វផ្សាយព័ត៌មានស្អីដូចលោក Michael Alfaro អីទៅព្រំដែនគេយកកាន់តែច្រើនបានផលអីហ្នឹងព្រោះគេមិនខ្លាចអញ្ចឹងទេគេដឹងថាអាហ្នឹងគឺគ្មានឥទ្ធិពលអីទេវាគ្រាន់តែប្រជាពិធស្អំចិត្តប្រជាពលរដ្ឋក្នុងស្រុកឲ្យសុបាយចិត្តបានមិនបន្តិចប៉ុន្តែយូរក្តីសង្ឃឹមហ្នឹងវាคล้ายទៅជាផេះផង់អស់ណាអញ្ចឹងបានថាសង្ឃឹមចុងក្រោយរបស់កម្ពុជាហើយអត់មានតែទៀមទាធ្វើសង្គ្រាមអីទាំងអស់គឺត្រូវការដាក់ពាក្យប្តឹងអញ្ចឹងហើយបានខ្ញុំអាណិតរដ្ឋាភិបាលក្រៅប្រទេសនេះដែលពេលឃើញរដ្ឋាភិបាលក្នុងប្រទេសអត់ដាក់ហ្នឹងពេលខ្លះដូចលោកអ៊ុំសំអាននេះមកលើកដៃសាពះអង្វរលោកហ៊ុនម៉ាណែតតែបងប្អូនសហគិតមើលមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលក្រៅប្រទេសមួយលើកដៃសំពះអង្វរលោកហ៊ុនម៉ាណែតឲ្យដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិទៅបើអត់ដឹងទេប្តឹងទេចោះចេញពីអំណាចអីចឹងទៅហើយទៅមករករឿងរដ្ឋាភិបាលនេះថាជានយោបាយប្រជាពិធដែរប៉ុន្តែតើឲ្យគេធ្វើម៉េចគេសំណូមពរអស់មិនត្រឹមសន្តិវិធីអស់លោកអត់ព្រមធ្វើដូច្នេះអានឹងទុកឲ្យប្រជាពលរដ្ឋជាអ្នកសម្រេចទៅយើងឃើញថារឿងនេះវាដដែលពេកហើយក៏ប៉ុន្តែនៅក្នុងពេលហ្នឹងគឺខុសសនឹករបស់គណៈបកប្រជាជននិងគណៈបកកណ្ដាលអំណាចចំណាយពេលវេលាឥតប្រយោជន៍ម៉ោងនេះគឺអត់ប្រយោជន៍តោះតែសោះអត់ព្រមរិះគន់លើកទឹកចិត្តឲ្យរដ្ឋាភិបាលដែលខ្លួនឯងស្រឡាញ់ផ្កាប់មុខហ្នឹងនាំគ្នាដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីបានដីថៃដីខ្មែរដែលថៃរំលោភបំពានឈ្លានពានមកវិញនាំគ្នាមកខំមកប្រសាចមកវិយប្រតិចរដ្ឋាភិបាលក្រៅប្រទេសឯនេះទៅវិញបងប្អូនយើងកំពុងតែសាបព្រោះខ្យល់រមែងទទួលផលជាព្យុះសង្គ្រាហើយយើងធ្វើជាមៀបែបនេះតើមៀឯណាទៅអាចឈ្នះព្រះខ្ញុំមិននិយាយថាក្រុមប្រឆាំងជាព្រះទេប៉ុន្តែសច្ចធម៌យុត្តិធម៌គឺជាព្រះតំណាងឲ្យសភាវៈល្អឯអ្នកដែលជ្រែកមាននឹងគឺជាសភាវៈអកតេសភាវៈអាក្រក់អរូបអប្រ័យអីអញ្ចឹងទៅគឺវានឹងនិរិះអន្តរាយវានេះអន្តរាយពួកអំពើនេះជាអំពើបាបយើងឃើញពួកគាត់ទៅរៀបចំសមាជមួយនៅឯវត្តភ្នំសេរី3ថ្ងៃពីថ្ងៃសុក្រសៅរ៍អាទិត្យកន្លងទៅនេះគឺមានប្រជាពលរដ្ឋចូលរួមមកពីគ្រប់បណ្ដាប្រទេសដែលខ្មែររស់នៅគាត់រៀបចំចេញជាគោលនយោបាយអីបានយ៉ាងច្រើនជាការពិតហើយបើសិនជារដ្ឋាភិបាលក្រៅប្រទេសនេះមិនធ្វើអីសោះតើប្រជាពលរដ្ឋកម្ពុជាធ្វើអីគេបានសពថ្ងៃយើងក្រៅតែពីស្ដាប់ភាសាឃោសនាប្រជាពិធរបស់រដ្ឋាភិបាលកម្ពុជាហ្នឹងហើយខ្ញុំឆ្ងល់រឿងឃោសនិករបស់រដ្ឋាភិបាលកម្ពុជាហ្នឹងទៅជេរបតិចហើយរករឿងខាងក្រមណែរដ្ឋាភិបាលក្រៅប្រទេសហ្នឹងថាសមាជហ្នឹងគឺសមាជខ្យល់បោកប្រាស់អីលាក់នឹងលាក់អីចឹងខ្ញុំមិនមែនតែខ្ញុំមិននិយាយថារដ្ឋាភិបាលក្រៅប្រទេសនេះឥតខ្ចោះទេ
ក៏ប៉ុន្តែខ្ញុំឆ្ងល់រឿងខុសសនិករបស់គណៈបកប្រជាជនកម្ពុជានិងគណៈបកកណ្ដាលអំណាចហេតុអីមិនយកពេលវេលានេះទៅប្រាប់រដ្ឋាភិបាលឲ្យដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិទៅបើសិនជាអស់លោកគិតថាចង់បានដីថៃដីខ្មែរដែលថៃយកទៅនឹងហេតុអីបានមករករឿងរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ដែលរួមគ្នាផ្ដុំគ្នាបង្កើតជាព្រឹត្តិការណ៍មួយឬក៏សមាជជាតិឬក៏ស្ដាប់មតិពលរដ្ឋដើម្បីអីយើងមើលសេចក្តីសម្រេចរបស់គាត់ទី1ជំរុញឲ្យអ្នកទទួលខុសត្រូវវាសនាប្រទេសកម្ពុជារិះរកវិធីបញ្ចប់សង្គ្រាមជាមួយប្រទេសថៃក្នុងភាពថ្លៃថ្នូរប្រកបដោយកិត្តិយសសម្រាប់កម្ពុជាហើយប្រគល់សងដោយសន្តិវិធីនៅទឹកដីដែលបរទេសបានលេបត្របាក់ដោយយោងតាមកិច្ចព្រមព្រៀងកិច្ចសន្តិភាពទីក្រុងប៉ារីស$23ឆ្នាំ1991ចំណុចមួយតែគាត់ខុសអីទាមទារឲ្យថៃខ្ជាក់ដីមកវិញហើយឲ្យអ្នកទទួលខុសត្រូវបកគលដីមកវិញតែគាត់ក្បត់ជាតិកន្លែងណាខ្ញុំពងតែឆ្ងល់ហេតុអីបានជាអស់លោកគិតថាទង្វើនឹងគឺជាទង្វើប្រទេសផ្ដាស់អាហ្នឹងទី1ទី2គឺបំបត្តិឲ្យបានពិតប្រាកដសកម្មភាពឆបោកអនឡាញតាមប្រព័ន្ធអ៊ីនធឺណិតហ្នឹងគឺលើទឹកដីកម្ពុជាដើម្បីឲ្យប្រទេសកម្ពុជាយើងស្ដារមុខមាត់កុំឲ្យខូចឈ្មោះធ្ងន់ធ្ងរដោយសពថ្ងៃនាំមកវិញនៅការបំបត្តិអំពើពុករលួយនាំមកសន្តិសុខសង្គមបំបត្តិអំពើអសន្តិសុខសង្គមនាំមកយុត្តិធម៌បំបត្តិអំពើយុត្តិធម៌ដើម្បីឲ្យខ្មែរយើងកាន់តែខ្លាំងហើយអាហ្នឹងវាខុសអីបំបត្តិអំពើអយុត្តិធម៌បំបត្តិអំពើពុករលួយបំបត្តិការឆបោកអនឡាញចង់ឲ្យមេខ្លោងក្រាក់អនឡាញហ្នឹងត្រូវគេចាប់យកមកទទួលខុសត្រូវវាខុសអីរដ្ឋាភិបាលក្រៅប្រទេសហ្នឹងគាត់ធ្វើនៅខុសអីខ្មែរក្រៅប្រទេសហ្នឹងមានកំហុសអីអស់លោកចោះបើក្នុងប្រទេសធ្វើមិនកើតបើគាត់និយាយប៉ុណ្ណឹងខុសអីបើគាត់ជាអ្នកកាន់រដ្ឋាភិបាលគាត់ច្បាស់ជាធ្វើរឿងទាំងអស់ហ្នឹងតើបានប្រយោជន៍ទៅអ្នកណាអត់មានអំពើពុករលួយមានសន្តិសុខឡើងវិញមានយុត្តិធម៌សង្គមហើយបានប្រយោជន៍ណាប្រជាពលរដ្ឋទាំង17លានអ្នកហេតុអីបានជាអស់លោកមើលឃើញថានឹងជាអំពើផ្ដេសផ្ដាស់ទៅវិញចំណុចទី3គាត់ថាមិនទទួលស្គាល់រដ្ឋាភិបាលក្រុងភ្នំពេញបច្ចុប្បន្នដែលកើតចេញពីការលួចបន្លំសន្លឹកឆ្នោតនិងលួចអំណាចពីប្រជារាស្ត្រហើយដែលមិនអាចបំពេញបេសកកម្មស្ដារប្រទេសជាតិបានវិញគាត់និយាយនេះគឺមិនមែនជាសាររបស់គណៈបកសង្គ្រោះជាតិឬក៏រដ្ឋាភិបាលក្រៅប្រទេសទេគឺជាសម្ដីរបស់អង្គការសហប្រជាជាតិអង្គការឃ្លាំមើលអន្តរជាតិដែលគេរកឃើញរបាយការណ៍ថាការបោះឆ្នោតកន្លងទៅអត់មានភាពសេរីត្រឹមត្រូវនឹងយុត្តិធម៌ទេព្រោះអីអត់មានគណៈបកប្រឆាំងចូលរួមអញ្ចឹងអ្នកដែលឡើងមកកាន់អំណាចគឺជាការកាន់អំណាចមិនស្របច្បាប់តាមឆន្ទៈរាស្ត្រទេព្រោះអីយើងបំផ្លាញគណៈបកគេចោលអត់ឲ្យមេដឹកនាំគេលោកកឹមសុខាជាប់គុកគណៈបកប្រឆាំងនៅក្រៅប្រទេសចង់អស់ដាក់ទោសពន្ធនាគារដកសញ្ជាតិឬក៏មិនឲ្យដកវីសាឬក៏ប៉ាសពតគេអីមិនឲ្យចូលរួមប្រកួតប្រជែងអីអ្នកណាឡើងបាច់តិចមកក្តិចងើបមួយវាយមួយតើកន្លែងហ្នឹងគណៈបករដ្ឋាភិបាលអ្នកនិយាយឬក៏ទស្សនៈទូទៅរបស់ពិភពលោកអន្តរជាតិគេយល់ថាយើងអត់មានសេរីភាពគឺអន្តរជាតិគេថ្កោលទោសអាមេរិកក៏គេថ្កោលទោស EBA ក៏គេដក20%ដោយសារតែរឿងយើងគ្រប់គ្រងតាមបែបផ្ដាច់ការអញ្ចឹងហេតុអីបានជារឿងនេះវាទៅជាបន្ទោសរដ្ឋាភិបាលក្រៅប្រទេសថាធ្វើមិនបានការគាត់ធ្វើទៅតាមតែអ្វីដែលជាការរកឃើញរបស់អង្គការសហប្រជាជាតិដែរហ្នឹងទី4ទទួលស្គាល់នឹងដើរតាមរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ដែលជាតំណាងឆន្ទៈប្រជារាស្ត្រពិតប្រាកដដែលលោកសំរងស៊ីជាប្រមុខចុះមានខុសអីរដ្ឋាភិបាលក្រៅប្រទេសក៏គេមានអ្នកគ្រប់គ្រងរបស់គេដែរយើងគ្រប់គ្រងគណៈបកប្រជាជនគ្រប់គ្រងទៅក៏ប៉ុន្តែរដ្ឋាភិបាលក្រៅប្រទេសឬក៏គណៈបកសង្គ្រោះជាតិនេះកាលពីមុនមានអ្នកបោះឆ្នោតដល់កន្លះប្រទេសហើយយល់រំលាយគេចោលហើយអង្គការគេរៀបចំមកដើម្បីរកយុត្តិធម៌ខ្លួនគេឲ្យគេធ្វើអីឲ្យគេទៅបំពាក់អាវុធដើម្បីឆ្លោះគ្នាកាប់ចាក់គ្នាឬយ៉ាងម៉េចនេះគឺវិធីតស៊ូមតិដោយសន្តិវិធីហ្នឹងមានទៅបំពាក់អាវុធមានទៅបាញ់កំជ្រួចផ្លោងឬ drone ឯណានេះគឺជាការតស៊ូហេតុអីបានជាអស់លោកគិតថារឿងហ្នឹងរឿងខុសទី5គាត់អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរអ្នកស្នេហាជាតិនិងប្រជាធិបតេយ្យគ្រប់ទិសទីគ្រប់មជ្ឈដ្ឋានគ្រប់និន្នាការនយោបាយរួបរวมគ្នាជាធ្លុងមួយដើម្បីដណ្ដើមប្រទេសកម្ពុជាពីលោកហ៊ុនសែននិងគ្រួសារតកូលហ៊ុនយកមកប្រគល់សងប្រជាពលរដ្ឋខ្មែរដែលម្ចាស់ទឹកដីតែមួយគត់ឃ្លានេះវារៀងខ្លាំងបន្តិចដែលថាទៅដណ្ដើមអំណាចពីគ្រួសារតកូលហ៊ុនណាវារៀងខ្លាំងបន្តិចព្រោះសំដៅទៅលើក្រុមគ្រួសារប៉ុន្តែមិនហួសហេតុពេកទេតែកម្ពុជាសពថ្ងៃគ្រប់គ្រងដោយអ្នកណាឲ្យប្រកាសគ្រួសារតកូលហ៊ុនឪពុកកាន់អំណាចឲ្យកូនកាន់អំណាចឥឡូវកាច់ចកូតនឹងទៀតហើយក្រុមគ្រួសារនៅគ្រប់ក្រសួងមន្ទីរសិទ្ធិតកូលសិទ្ធិបៈពួកនិយមទាំងអស់សំបីតែក្រសួងប្រយុទ្ធឆាំងអំពើពុករលួយមានមកសបុកនៅនឹងគ្រួសារលោកអោមយន្តទៀងនៅនឹងអីចឹងទៅប្រយុទ្ធប្រឆាំងអំពើពុករលួយអាម៉េចបើមកសបុកក្រុមគ្រួសារឯងនៅក្នុងស្ថាប័នតែមួយអីចឹងហើយវាធ្វើអត់កើតចង់និយាយថាឲ្យដល់អញ្ចឹងគាត់និយាយចឹងក៏ខុសបើយើងខុសបើឈឺចាប់ជាមួយគណៈបកប្រឆាំងណាកុំទៅរករឿងសមាជគាត់ត្រូវរករឿងរដ្ឋាភិបាលកម្ពុជាមួយថាចំណុចទាំងអស់ហ្នឹងយើងបានធ្វើអីគេខ្លះគាត់និយាយនឹងត្រូវអត់
រឿងទឹកដីបាត់ទឹកដីរឿងអំពើពុករលួយរឿងឆោបបោករឿងរំលោភបំផ្លាញសិទ្ធិមនុស្សក្នុងប្រជាធិបតេយ្យរឿងបោះឆ្នោតរឿងអីគឺសុទ្ធតែជារឿងតថភាពចាក់ស្ដែងនៅក្នុងសង្គមដែលកើតឡើងមកអាយុតែយើងអត់កែហើយរឿងមួយទៀតដែលគួរឲ្យរកម្មចិត្តហ្នឹងគឺបងប្អូនដែលនៅខ្មែរនៅក្រៅប្រទេសនឹងមួយចំនួនហ្នឹងហាក់បីដូចជាយល់ថាក្រមរដ្ឋាភិបាលក្រៅប្រទេសនឹងបោកស្រោមសម្បត្តិខ្ញុំសូមនិយាយម្ដងទៀតហើយខ្ញុំនិយាយអត់កាន់ជើងរដ្ឋាភិបាលក្រៅប្រទេសឬក្រុមបងប្អូនខ្មែរក្រៅប្រទេសណាគ្រាន់តែចង់ឲ្យបងប្អូនភ្លឺភ្នែកទាំងអស់គ្នាគ្មានអ្នកណាម្នាក់រងការចាញ់បោកអ្នកណាទេអស់លោកទៅវិញទេដែលរងការចាញ់បោកមនោគមវិជ្ជារបស់ក្រុមជនប្រជាការដែលយើងរស់នៅក្នុងប្រទេសសេរីបាយ3ពេលរត់តា Uber ក៏រស់ដែរក៏អត់មានអីពិបាកស្លាប់ទេហេតុអីបានជាយើងគិតថាយើងមកបំផ្លាញគ្នាដែលចង់បានសុខសន្តិភាពសេរីភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យហើយយើងគិតថាអ្នកទាំងអស់នេះគឺជាអ្នកបោកទៅវិញយើងមាក់ងាយចាស់នៅស្រុកអាមេរិកនេះមែនតើបើយើងនិយាយថាពួកគាត់ទៅចាញ់បោកស្រោមសម្បត្តិរបស់ក្រមរដ្ឋាភិបាលក្រៅប្រទេសបងប្អូនត្រូវចាំថាចាស់នៅស្រុកអាមេរិកនេះណាវ័យចាប់ពី65ឆ្នាំទៅរដ្ឋជួយឧបត្ថម្ភមួយខែ$750យ៉ាងតិចមួយខែគ្រាន់តែប្រាក់ឧបត្ថម្ភដើម្បីយកទៅទទួលទានមានផ្ទះឲ្យនៅស្រួលបួលមានមនុស្សគេជួល1ម៉ោង$18ដើម្បីទៅជួយមើលថែគាត់មួយខែហ្នឹង100-200ម៉ោងទៀតមានអាហារហូបចុកចែកទៅបកគលជូនរាល់ពេលអត់មានឲ្យដាច់ទេអាហារសុខាភិបាលព្យាបាលអត់អស់លុយមួយរៀលកូនចៅអត់ត្រូវការខ្វល់នឹងគាត់ទេអញ្ចឹងលុយដែលគាត់បានមកគឺសល់គាត់អត់មានធ្វើអីក្រៅពីធ្វើបុណ្យនៅវត្តអារាមដើម្បីជួយកសាងវត្តក្រៅពីហ្នឹងគឺគាត់សល់លុយនៅទាំងអស់ជាសទ្ធាជ្រះថ្លារបស់គាត់100 200 $300ហ្នឹងគឺជាលុយតិចតួចក្នុងដំណក់ទឹកមួយដំណក់នៅក្នុងមហាសាគរនៃចិត្តសប្បុរសរបស់គាត់ទេគាត់ជួយដោយសុទ្ធចិត្តអត់មានទៅបោកទេប៉ុន្តែបើនៅស្រុកខ្មែរបើយើងឲ្យចាស់ចូលលុយត្រឹមតែ$1សម្រាប់ចូលកម្មវិធីអីគឺដូចជាធ្វើបាបគាត់អញ្ចឹងព្រោះចាស់ស្រុកខ្មែរអាយុ65ឆ្នាំទៅគ្មានលុយមួយរៀលពីរដ្ឋទេអត់មានអ្នកណាទៅផ្ដល់ប្រាក់អីជួយឧបត្ថម្ភដើម្បីបានស្លាមលូឬក៏ចាស់ទៅជួយចាស់ជរាពិការអីទេអត់ទេព្រោះអានឹងជាគោលការណ៍គឺវាមានតែនៅរដ្ឋសេរីចេះហើយដល់បងប្អូននៅទីនេះលុយគាត់មានគាត់ធ្វើដោយសុទ្ធចិត្តអត់មានអ្នកណាបង្ខំអត់មានអ្នកណាស្អីគាត់ទេក៏គាត់ទៅដោយខ្លួនឯងបោកអាម៉េចទៅគាត់រស់នៅច្រើនរបបហើយគាត់ដឹងតាគាត់ជួយដោយសុទ្ធចិត្តហេតុអីបានជាយើងទៅមើងងាយគាត់ថាគាត់ចាញ់បោកស្រោមសបុតហើយម្ដងទៀតបងប្អូនស្រោមសបុតនេះណា$50 $10 $20ស្មើនឹងកាហ្វេមួយកែវទេទឹកតែមួយកែវកាហ្វេមួយកែវឬអាហារពេលព្រឹកមួយពេលទេកុំគិតថាអានឹងគឺជារឿងដែលសម្បើមដែលអស់លោកគិតថាមកបោកចាញ់ដោយពួក scam នៅស្រុកខ្មែរបោកលុយគេរាប់រយរាប់លានដុល្លារអុកញ៉ាបោកដីធ្លីគេប្រជាពលរដ្ឋយកលុយបន្តិចបន្តួចយកទៅចងការឬក៏ដាក់អីដើម្បីបានគ្រាន់តែកម្រៃបោកអានោះបានបោកអាចិត្តប្រជាពលរដ្ឋស្រឡាញ់ស្រុកទេដើម្បីជួយបានតែគាត់ជួយអីបានគាត់នៅស្រុកឆ្ងាយគាត់នឹករលឹកស្រុកយើងចង់ជួយហើយវិធីជួយគឺមានតែអញ្ចឹងឯងជួយតាមអង្គការនេះអង្គការនោះអ្នកណាយកជំនួយអីទៅជួយគាត់ចេះតែបេះពីមាត់ពីកប៉ុន្តែគាត់មិនខ្វះខាតទេដូច្នេះមិនមែនជាការបោកប្រាស់ទេអស់លោកសូមឲ្យយល់ពីរឿងនេះហើយយើងប្រមាថចាស់ឬក៏អ្នកណាចូលលុយនៅក្នុងការជួយជាតិយើងប្រមាថមនសិការរបស់បងប្អូនយើងទៅវិញទេខ្ញុំគ្មានថាអ្នកណាម្នាក់នៅស្រុកនេះចាញ់បោកអ្នកណាទេយើងត្រូវចាំថាគ្រាន់តែចូលរួមពិធីជប់លៀងមួយដែលគេរាំរែកនៅហាក់ហៀងនេះដែលគ្រាន់តែពិធីសបាយមួយពេលហ្នឹងក៏$75ដែរគ្រាន់តែទៅអង្គុយមើលគេរាំច្រៀងថ្លង់ហឹងត្រចៀកហ្នឹង$75នៅក្នុងមួយពេលបងប្អូនសាកគិតមើលចុះបើគាត់ចូល$50ដើម្បីជួយបុព្វហេតុឲ្យមានសិទ្ធិមនុស្សប្រជាធិបតេយ្យដើម្បីឲ្យរដ្ឋាភិបាលរឹងមាំតើវាជាគុណូបការៈប៉ុណ្ណាហើយម្ដងទៀតអត់មានច្រើនទេលុយនេះតិចតួចបំផុតព្រោះចាស់នៅស្រុកនេះគឺមានលុយ$700-800ចាយនៅក្នុងមួយខែហើយគាត់ធ្វើដោយសុទ្ធចិត្តគ្មាននរណាបង្ខំគាត់ទេអស់លោកទៅវិញទេដែលគេបង្ខំមនសិការខួរក្បាលដើម្បីឲ្យគិតបែបហ្នឹងគិតថាបងប្អូនចាញ់បោកខ្ញុំមិនដឹងថាបងប្អូនយល់យ៉ាងម៉េចទេនៅអាមេរិកយូរដែរប៉ុន្តែធ្វើមិនយល់ដូចជាបញ្ហារឿងស្រោមសម្បត្តិហ្នឹងដូចរឿងឈឺចាប់អត់មានឈឺចាប់អីទេ$10-20គឺជារឿងតិចតួចណាស់ហើយព្រឹត្តិការណ៍នេះបើសុំបីទៅកើតមួយខែ5ដងចុះ
ก็บองปอนได้โจลเหมือนเนี่ย$50อ๋อแต่$250ទេបងប្អូនស្មើនឹងប្រាក់គាត់ដែលបានមកឧបត្ថម្ភអា food stamp នោះអាលុយដែលគេឲ្យទទួលទានអាហារប្រចាំខែតាមមួយខែនោះយកទៅជួយចុះនៅលុយអ្វីដែលគេជួយឧបត្ថម្ភផ្សេងទៀតមកកណោហើយកូនចៅមកកណោគេរកបានគេជួយគាត់ដូច្នេះគាត់អត់មានបញ្ហាអីទាំងអស់គឺការស្រឡាញ់អញ្ចឹងកុំឲ្យយើងនាំគ្នានិយាយបន្តិចផ្អាកការស្រឡាញ់របស់គាត់ណានៅក្នុងការជួយចិត្តយើងអឺទី2គឺមួយទៀតគឺតកតងនឹងវិលមកស្រុកខ្មែរវិញនិយាយពីវប្បធម៌និយាយការពិតជាងនិយាយការពៀគួរនាំគ្នាលើកដំកើងនេះយើងទាំងអស់គ្នាខ្មែរនៅក្រៅប្រទេសណាដែលលងលក់ខួរក្បាលឲ្យក្រោមអំណាចបាយ3ពេលហ្នឹងក៏គួរគិតមកវិញនាំគ្នានិយាយការពិតខ្លះទៅវាមិនបានស្អីទេកោកសឹកមាត់តដោកឆ្អែតតែពោះកបីអស់លោកអត់ចេះហត់ទេខ្ញុំកំពុងតែឆ្ងល់បើយើងចំណាយពេលវេលាហ្នឹងទៅនិយាយរិះគន់រដ្ឋាភិបាលប្រហែលជាចំណេញជាងហ៎ហើយមករិះគន់គ្នាដែលខំប្រឹងជួយធ្វើដែរប្រយ័ត្នបាបកម្មនិយាយការពិតគឺថ្ងៃនេះខ្ញុំបន្តរឿងលោកកិនភៀបន្តិចលោកបណ្ឌិតកិនភៀនេះគឺទទួលបានការចាប់អារម្មណ៍ដែលខ្ញុំថាដំបូងដល់អូស្ត្រាលីដល់អីឥឡូវរៀលដាលដល់ន័រវេសទៀតហើយបងប្អូនខ្មែរយើងនៅប្រទេសន័រវេសហ្នឹងក៏លើកទឹកចិត្តឲ្យដែលមានបណ្ឌិតយើងនៅស្រុកខ្មែរនឹងហ៊ាននិយាយការពិតខ្ញុំលើកយកពីប្រសាសន៍របស់លោកម៉ែនណាតដែលជាអ្នកខ្លំមើលសង្គមម្នាក់ដែលលើកសរសើរលោកបណ្ឌិតកិនភៀខ្ញុំមែនតើទៅមិនទូមនិញអីនៅក្នុងការជួយជ្រោមជ្រែងឯងព្រោះចង់បានចង់ដែរបងប្អូនដឹងហើយលោកកិនភៀម្សិលមិញម្សិលមួយថ្ងៃនិយាយអំពីជំហររបស់គាត់មាន12ចំណុចដើម្បីឲ្យកម្ពុជាកែតម្រង់នៅក្នុងនោះការរំលោភបំបត្តិអំពើពុករលួយកែប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឬក៏ឈប់រើសអើងគណៈបកនយោបាយអីលក្ខនឹងលក្ខខ្ញុំអានមិនអស់ទេប៉ុន្តែថ្ងៃនេះខ្ញុំឃើញលោកម៉ែនណាតសរសេរសារនៅលើបណ្ដាញសង្គម Facebook លើកសរសើរលោកកិនភៀអញ្ចេះថានិយាយទៅក្នុងនាមជាបញ្ញវន្តដូចគ្នាខ្ញុំសូមចូលរួមកោតសរសើរចំពោះបទបង្ហាញរបស់បណ្ឌិតកិនភៀកាលពីថ្ងៃទី13ខែមីនាដែលស្ដាប់វីដេអូរបស់គាត់គឺបានផ្ដល់ទស្សនៈទានល្អជាច្រើនដើម្បីលើកកម្ពស់ទស្សនវិស័យវែងឆ្ងាយរបស់ប្រទេសកម្ពុជាដើម្បីឲ្យឆ្លងផុតពីស្ថានភាពដ៏លំបាកស្របពេលដែលទាហានថៃបន្តឈ្លានពានកម្ពុជាដោយសពថ្ងៃនេះហេតុនេះហើយដែលមានការផ្ទុះចំណាប់អារម្មណ៍លើបណ្ដាញសង្គម Facebook យ៉ាងផ្ទាល់ខ្ទាដោយបណ្ឌិតកិនភៀនៃរាជបណ្ឌិតសភាកម្ពុជាបានលើកឡើងអំពីទស្សនៈផ្ទាល់ខ្លួនចំនួន12ចំណុចដើម្បីជំរុញឲ្យប្រទេសកម្ពុជាខ្លាំងនិងរឹងមាំទស្សនៈរបស់គាត់រួមមានបាទ12ចំណុចខ្ញុំអត់លើកឡើងមកវិញទេច្រើនគាត់ថាលោកម៉ែនណាតបញ្ជាក់ថាបណ្ឌិតកិនភៀនេះគឺជាកូនកសិករមានស្រុកកំណើតនៅឃុំព្រែកស្លឹកស្រុកទ្រាំងខេត្តតាកែវបាទជាអ្នកដើមកំណើតខេត្តតាកែវដូចលោកបណ្ឌិតកែមលីដែរសូមឲ្យវិញ្ញាណក្ខន្ធលោកបណ្ឌិតកែមលីនឹងសន្ធិដ្ឋនៅក្នុងបណ្ឌិតខ្មែរទាំងអស់សូមឲ្យហ៊ាននិយាយការពិតជាងនិយាយការពៀបាទនេះជាពាក្យខ្ញុំមិនមែនពាក្យរបស់លោកម៉ែនណាទេលោកម៉ែនណានិយាយចេះទៅវិញទេថាលោកមានការតស៊ូរៀនសូត្រក្នុងស្ថានភាពគ្រួសារកសិកររហូតបានបញ្ចប់មហាវិទ្យាល័យតាមបំណងប្រាថ្នាអញ្ចឹងជាទស្សនៈផ្ទាល់ខ្លួនរបស់លោកម៉ែនណាតលោកសរសើរលោកកិនភៀទៅថាពេលដែលនិយាយទៅកាន់មិត្តភក្តិក៏សរសើរដែរឃើញទេលោកកិនភៀនេះគឺជាការលើកទឹកចិត្តហើយបណ្ឌិតដតីទៀតនឹងជាបញ្ញវន្តទៀតឈប់សង្ងំសុកឈប់តែស្កអាជ័យធ្លាក់ទឹកនាំគ្នារិះគន់ហើយនិយាយការពិតបែបនេះបានសង្គមយើងអាចស្គាល់ពន្លឺបានដែរកុំតែនិយាយតាមគ្នាតែស្កយើងធ្លាក់ទឹកធ្លាក់ពុកគ្រប់គ្នាហើយបាទឥឡូវនេះគឺខ្ញុំចូលដល់តកតងនឹងរឿងបញ្ហាសាំងឡើងថ្លៃម្ដងបងប្អូនសាំងនៅកម្ពុជាឡើងថ្លៃប្រហែលថ្ងៃក្រោយរដ្ឋមន្ត្រីពាណិជ្ជកម្មថាមានដំណឹងល្អរដ្ឋមន្ត្រីពាណិជ្ជកម្មអ្នកស្រីចំនិមលកាលពីថ្ងៃទី12ខែមីនាគាត់ថាយប់នឹងស្អែកនឹងឆ្លងទៅមានដំណឹងល្អសាំងចុះថ្លៃតាំងពីគាត់និយាយមកសាំងឡើងរហូតកាលគាត់និយាយដំបូងសាំងនៅត្រឹម5000 4000ជាង800ដល់ពេលនិយាយមក5200ឥឡូវថ្ងៃនេះឡើងដល់5500ចាប់ពីថ្ងៃទី17នេះទៅគឺសាំងឡើង1500 5500ក្នុង1លីត្រមួយសុទ្ធឬក៏សាំងស៊ូពែអីហ្នឹងគឺឡើងយ៉ាងសន្ធប់អ្នកដែលធ្លាប់ប្រើឡានមួយសុទ្ធដែលធ្លាប់គិតថាមួយសុទ្ធថោកឥឡូវខកចិត្តច្រើនដែរប៉ុន្តែរឿងនេះកុំបន្ទោសអ្នកស្រីចំនិមលជួនកាលគាត់ចង់សบายចិត្តឲ្យបងប្អូនយើងបានដឹងដែរថាថ្នាក់ដឹកនាំក៏ចង់ឲ្យសាំងចុះថោកដែរមិនអញ្ចឹងហ៎ប៉ុន្តែរឿងនេះរឿងពិភពលោកមិនមែនតែឡើងតែនៅខ្មែរទេនៅអាមេរិកនេះក៏ឡើងដែរគ្រាន់តែអាមេរិកឡើងមិនច្រើនទេព្រោះអីយើងឡើង1 gallonដូចជា30% ប្រកាសពីមុន1 gallon ដូចជាប្រហែល$4 $3.60 នៅ Costco ឯណាខ្ញុំចាក់សាំងនៅ Costco ឯដល់ពេលឡើងឥឡូវនេះឡើងដល់$4ជាឡើងដល់ប្រហែលជា40-50% ដែរបងប្អូនបើយើងគិតណាអញ្ចឹងបានន័យថាសាំងឥឡូវឡើងដល់1 gallon $5ជាងហើយវាឡើងជាង$1 1 gallon វាមាន4 លីត្រ
chẳng 4 lít về chiêng $5 chẳng mà lít mà $1 chiêng hai bong phong cùng priệp thiệp sang Khmerនិងsang Amerik ở sao ná cùng thắng sang Amerik mà $1 chiêng đôi ta Khmer đấy Khmer 5,500ដូចមក$ជាងដែរអត់ដូចគ្នាទេបងប្អូនសាំងនៅអាមេរិក$1កន្លះចុះខ្ញុំឲ្យមកថា1លីត្រ$1កន្លះចុះសាំងខ្មែរ1លីត្រ$1សំបីតា30 សេនចុះថាថោកជាងសាំង1លីត្រនៅអាមេរិកអាមេរិកសាំងថ្លៃជាងក៏សាំងខ្មែរថ្លៃជាងអាមេរិក10 ដងដែរព្រោះយើងអត់ប្រៀបធៀបតម្លៃសាំងអាមេរិកប៉ុណ្ណឹងព្រោះអីជីវភាពរស់នៅរបស់យើងវាទាបណាស់យើងត្រូវចាំថាបើសាំង1លីត្រ$6000រៀលឬក៏$5500រៀលប្រាក់ខែកម្មករកាត់ដេរ$204នៅក្នុងមួយខែបងប្អូនយក$204មកចែកនឹងថ្លៃសាំងខ្ញុំនិយាយពីក្បាច់ស្រីសាមញ្ញស្រួលយល់បើយក$204មកចែកនៅ$1កន្លះឧទាហរណ៍ណាតើបងប្អូននឹងឃើញថាសាំងស្មើនឹងប៉ុន្មានភាគរយនៃប្រាក់ខែរបស់កម្មករកាត់ដេរប៉ុន្តែបើបងប្អូនយកសាំង1លីត្រ$1កន្លះនៅអាមេរិកដែលយើងគិតថាថ្លៃជាងនៅខ្មែរមកប្រៀបធៀបនឹងប្រាក់វាវត្តប្រាក់ដែលគេរកបានមួយខែយ៉ាងតិច$3500ហើយយកទៅចែកនឹង$1កន្លះតើយើងឃើញវាខុសគ្នាឆ្ងាយប៉ុណ្ណាទេបងប្អូនអញ្ចឹងកុំប្រៀបធៀបថាសាំងអាមេរិកថ្លៃជាងនៅស្រុកខ្មែរអត់ទេសាំងអាមេរិកដើម្បីឲ្យថ្លៃជាងស្រុកខ្មែរគឺតើតែ1លីត្រ$100អាហ្នឹងថ្លៃសឹងថាប្រហាក់ប្រហែលនឹងសាំងនៅស្រុកខ្មែរផងបើយើងនិយាយពីមជ្ឈមភាពអញ្ចឹងកុំប្រៀបធៀបក្នុងន័យនឹងអីនាំឲ្យប្រជាពលរដ្ឋមានភាពច្របូកច្របល់ព្រោះយើងមិនអាចប្រៀបធៀបបែបហ្នឹងទេសាំងនៅស្រុកខ្មែរគឺថ្លៃណាស់បើប្រៀបធៀបនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋថ្លៃមែនតើហើយមកដល់ម៉ោងហ្នឹងគឺអាពន្ធអាករពិសេសពន្ធអីហ្នឹងគឺរដ្ឋាភិបាលនៅតែអត់ដកចេញពីសាំងទេអញ្ចឹងហើយដែលធ្វើឲ្យប្រេងឥន្ធនៈហ្នឹងអត់អាចចុះថោកបានណាបើយើងដកចោលឲ្យអស់ពន្ធអាករបន្ថែមពន្ធពិសេសអីហ្នឹងគឺច្បាស់ណាស់សាំងហ្នឹងគឺវាអាចចុះ1000រៀលអីមកនៅត្រឹម4500អីចឹងដែរប៉ុន្តែមកពេលនេះគឺរដ្ឋាភិបាលនៅតែប្រកាសប្រើយកពន្ធអាករពន្ធអីហ្នឹងពន្ធពិសេសហ្នឹងដដែលបាទឥឡូវនេះយើងទ្រាំទៀតទៅបងប្អូនយើងថាប្រហែល21ថ្ងៃឯដែលមានស្តុកឥឡូវបានអស់មួយអាទិត្យឯនៅសល់តែប្រហែលជា10ថ្ងៃជាងទៀតបើសិនជាស្ថានភាពនេះនៅតែដដាប់ដដួសយើងនឹងអស់សាំងប្រើក៏ប៉ុន្តែយ៉ាងណាយើងដឹងហើយថានៅអាមេរិកក៏គេខំប្រឹងប្រែងដើម្បីធ្វើយ៉ាងម៉េចឲ្យសាំងនឹងបញ្ចេញទៅទីផ្សារឬក៏ទប់អាចច្រក Hormuz នឹងឲ្យបានដើម្បីឲ្យពិភពលោកនឹងមានសាំងប្រេងឥន្ធនៈឡើងវិញតែយ៉ាងណាបងប្អូនអាមេរិកសប្តាហ៍ថ្ងៃនេះកំពុងតែខកចិត្តនឹងគឺដោយសារតែលោកត្រាំឲ្យប្រទេសសម្ព័ន្ធមិត្តដូចជា NATO អីហ្នឹង NATO មានប្រទេស32បងប្អូនសំខាន់មានប្រទេសអាមេរិកសំទោសប្រទេសអាល្លឺម៉ង់បារាំងហើយនិងចក្រភពអង់គ្លេសសិតជាសមាជិករបស់អង្គការ NATO នេះអំពាវនាវឲ្យយកនាវាចម្បាំងយកទៅទប់ពួកអ៊ីរ៉ង់នៅតំបន់Hormuz អត់ព្រមទៅទេតែចឹងឡើយលោកត្រាំរៀងខកចិត្តដែរគាត់ថាបានផលគ្រប់គ្នាអានឹងខ្ញុំចង់និយាយថាកាទៀវមកຕົកឲ្យតមុកចេញលុយម្នាក់ឯងតាមពិតពិភពលោកចង់ប្រាប់ថាលោកត្រាំចាប់ផ្ដើមសង្គ្រាមនឹងដោះស្រាយខ្លួនឯងទៅប៉ុន្តែលោកត្រាំថាចាំមុខទុកឯណាអត់ជួយប្រយ័ត្នតែបានផលអីក៏មកយកជ័យភ័ណ្ឌឯងអត់ទេអាមេរិកអត់ខ្វល់ទេនឹងទៅទៀតហើយនឹងដោះស្រាយបញ្ហានេះដោយខ្លួនឯងបើទោះបីជាសម្ព័ន្ធមិត្តមិនជួយព្រោះអាមេរិកទីមួយគឺគៀកអ៊ីស្រាអែលមកដើម្បីកុំឲ្យឃើញអាមេរិកទៅវាយតែម្នាក់ឯងម្ដងនេះចង់បានសម្ព័ន្ធមិត្តដើម្បីកុំឲ្យឃើញថាវាទៅម្នាក់ឯងទៅវាមានការអីថាមលូបច្បាប់អន្តរជាតិតែម្នាក់ឯងអញ្ចឹងណាអ្នកនយោបាយចឹងដែរបងប្អូនក៏ប៉ុន្តែបើយើងមើលដើម្បីឲ្យយុត្តិធម៌វាសមណាស់ប្រទេសទាំងអស់នៅដូចចិនដូចកូរ៉េខាងត្បូងដូចជប៉ុនអីសិតតែបានសាំងប្រេងហ្នឹងនាំចេញប្រហែលជា80-90% ចេញពីតំបន់Hormuzហ្នឹងដែរហ្នឹងហើយទៅបានផលដែរដល់ពេលហើយស្ងាត់ដោយសារអីសំអាងថាពួកអ៊ីរ៉ង់ហ្នឹងគេថាអាច្រកហ្នឹងអត់បិទទេតែគេបិទចំពោះកប៉ាល់ដឹកប្រេងណារបស់អ៊ីស្រាអែលរបស់អាមេរិកហើយនិងរបស់សម្ព័ន្ធមិត្តអាមេរិកគឺគេបាញ់អញ្ចឹងតែប៉ុន្តែអាមេរិកថាអត់ទេឥឡូវនឹងកំតិចកន្លែងហ្នឹងមូលដ្ឋានហ្នឹងគឺនឹងពង្រឹងកម្លាំងយោធាទម្លាក់គ្រាប់អីឲ្យច្រើនទៀតដើម្បីបើកច្រកហ្នឹងនៅក្នុងពេលឆាប់អីអញ្ចឹងទៅបងប្អូនឥឡូវនេះរឿងបើកច្រករឿងមិនបើកច្រកហ្នឹងគឺកំពុងតែបន្តទៀតតែរឿងដែលសំខាន់មួយដែលគួរឲ្យសាទរគឺអាមេរិកក្រុមហ៊ុនធំមួយរបស់អាមេរិកកំពុងតែផលិតកំភ្លើងឬក៏អាវុធមួយយ៉ាងដែលប្រើប្រព័ន្ធឡាហ្សែដើម្បីបាញ់កំទេច drone របស់អ៊ីរ៉ង់អា drone Shahed ហ្នឹងហើយអាបច្ចេកវិទ្យាឡាហ្សែនេះគឺឃើញគេផ្សាយកក្រើកពេញបណ្ដាញសង្គម Facebook រួមទាំងទូរទស្សន៍60 មីនិតមួយដែរដោយល្បីរបស់អន្តរជាតិដែរ
គឺយើងឃើញពួកគាត់ផលិតកញ្ជ្រួចសំទោសប្រព័ន្ធឡាស៊ែនេះគឺអាចចាប់ដ្រូនរយៈចម្ងាយ7 ម៉ៃបានន័យថាប្រហែលជា10 គីឡូដីហើយបាញ់កំទេចបានដោយមួយគ្រាប់ចំណាយលុយកំទេចដ្រូនមួយតែ$3ទេបងប្អូនដឹងដ្រូនសប្ថ្ងៃហ្នឹងអាមេរិកត្រូវការចំណាយលុយប្រមាណ$ដើម្បីកំទេចទេគឺអាចពីកន្លះលានទៅ$4 លានដើម្បីបាញ់ដ្រូនរបស់អ៊ីរ៉ង់មួយដែលមានតម្លៃត្រឹមតែ$20,000ទេណាអាដ្រូន Shahed ហ្នឹងប៉ុន្តែឥឡូវបច្ចេកវិទ្យាថ្មីនេះគឺ drone មួយហ្នឹងគឺឡាស៊ែបាញ់ប្រើអស់លុយតែ$3ទេគឺដូចថាកាលពីមុនយកលុយទៅទិញផ្ទះវិឡាមួយដើម្បីកំទេចអា drone មួយបានណាឥឡូវគឺតែមួយកែវទេគឺអាចកំទេច drone នឹងបានតាមប្រព័ន្ធបច្ចេកវិទ្យានេះហើយរឿងនេះគឺជារឿងមួយដែលនឹងធ្វើឲ្យសង្គ្រាមនៅអ៊ីរ៉ង់នេះកាន់តែប្រែពណ៌ដែរហើយ drone ហ្នឹងគឺនឹងអាចរងភាពបរាជ័យដោយសារតែកម្មរស្មីរ៉ាហ្សេដែលបាញ់ទៅនេះហើយអាមេរិកកំពុងតែសម្រុកផលិតហើយសប្តាហ៍ថ្ងៃនេះលក់ឲ្យតែកងទ័ពអាមេរិកទេនៅពេលដែលលក់ក្រៅកងទ័ពអាមេរិកដើម្បីទៅឈូងសមុទ្រពាក់អីហ្នឹងគឺតតែសុំសភាឬក៏ប៉ង់តាហ្គនអនុម័តសេចក្តីស្នើច្បាប់អីផ្សេងទៀតប៉ុន្តែរឿងនេះបើសិនជាធ្វើដើម្បីកំទេច drone ហ្នឹងខ្ញុំជឿថាមិនយូរទេសភានឹងអនុម័តទេបាទនេះគឺជាដំណឹងល្អដែរហើយក្នុងពេលជាមួយគ្នានេះគឺមន្ត្រីក្រាក់អ៊ីរ៉ង់2រូបទៀតស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលតាមរយៈសារព័ត៌មាន AP បានផ្សាយថាថ្ងៃនេះគឺបាញ់សម្លាប់មេដឹកនាំក្រាក់របស់អ៊ីរ៉ង់បាន2នាក់ទៀតដែលសុទ្ធតែជាមន្ត្រីជាន់ខ្ពស់ការពារជាតិនិងលេខាធិការរបស់ក្រមចលនាបដិវត្តទាហានបដិវត្តរបស់អ៊ីរ៉ង់នេះដូច្នេះរឿងនេះគឺជារឿងរកម្មចិត្តរបស់អ៊ីរ៉ង់ប៉ុន្តែជារឿងជោគជ័យរបស់ក្រមសម្ព័ន្ធមិត្តនៅក្នុងការប្រយុទ្ធប្រឆាំងកំទេចហេដ្ឋារចនាសម្ព័ន្ធឬក៏រចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋរបស់អ៊ីរ៉ង់នេះដែរបាទហើយបន្តទៀតគឺនៅសល់ព័ត៌មានចុងក្រោយតាមពិតព័ត៌មានតាក់ទងនឹងសហគមន៍ខ្មែរយើងដែរទេដែលប៉ូលីស ICE បានចាប់ខ្មែរយើងម្នាក់ទៀតនៅឯតំបន់ Garden Grove ដែលជាក្រុងមួយនៅមិនឆ្ងាយប្រហែលជាក្រុង Long Beach យើងនេះទេគឺជាប់នៅក្នុងរដ្ឋ California គឺ Garden Grove នៅក្នុង Orange County គឺនៅក្បែរ Santa Ana ហើយនិង Anaheim ដូច្នេះគាត់ជាជនជាតិខ្មែរប៉ុន្តែខាង ICE គេចោទប្រកាន់គាត់ច្រើនបាត់ល្មើសណាស់តកតនៅអំពើប្លន់ឆោបោកឬក៏ gang អីចឹងផងហើយយកទៅដាក់ឃុំខ្លួនប៉ុន្តែបងប្អូនពេលដែលចាប់ខ្លួនជនជាតិខ្មែរឈ្មោះថាប្រណីសែមនេះគឺកាលពីដើមខែហ្នឹងគឺ ICE បានដោះលែងអ្នកស្រីយីសុធីដែលជាពលរដ្ឋខ្មែរម្នាក់ដែលគេចាប់ទៅឃុំឃាំងហើយដោយសារប្រជាពលរដ្ឋខ្មែរនៅសហគមន៍ឡុងប៊ិចហ្នឹងជាពិសេសតស៊ូមតិយ៉ាងស្រួចស្រាលនោះក៏បានដោះលែងគាត់ចេញពីការឃុំឃាំងរបស់ប៉ូលីស ICE ប៉ុន្តែពេលនេះគឺចាប់ខ្មែរផ្សេងៗទៀតប៉ុន្តែបើមើលបទអក្រិតរបស់គាត់នេះគឺច្រើនមែនតើដែលគេចាប់គាត់ណាដូច្នេះយើងមិនដឹងថាតើរឿងនេះវាយ៉ាងម៉េចទេព្រោះអីវាត្រូវទៅនឹងអ្វីដែល ICE គេថាចាប់បញ្ជូនខ្លួនជនអក្រិតដែលធ្លាប់មានការប្រព្រឹត្តបទអក្រិតអីច្រើនអញ្ចឹងប៉ុន្តែដូចអ្នកស្រីយីសុធីគាត់សំទោសយីសុធីគាត់មានប្រវត្តិនៅក្នុងការដែលពាក់ព័ន្ធនឹងរឿងគ្រឿងញៀនអីទិញទួចដែរក៏ប៉ុន្តែក្រោយមកក៏ដូចថាដោះស្រាយតាមផ្លូវតុលាការដាក់តាមអីប៉ុន្តែដល់ពេលគេចាប់ចង់បញ្ជូនទៅស្រុកខ្មែរវិញគេខ្លាចយកទៅធ្វើទរណកម្មនៅប្រទេសកម្ពុជាដែលយើងដឹងប្រព័ន្ធដែលគេបន្ទុកចិត្តថាអ្នកដែលបញ្ជូនទៅវិញហ្នឹងគេធ្វើបាបធ្វើអីចឹងទៅបានជាអាជ្ញារដ្ឋអាជ្ញាឬក៏ថាចៅក្រមនៅទីនេះក៏សម្រេចឲ្យអ្នកស្រីយីសុធាបាននៅក្រៅឃុំនៃមន្ទីរឃុំឃាំងរបស់ ICE ទៅបាទបងប្អូនយើងនឹងតាមដានព័ត៌មាននេះបន្តទៅទៀតហើយការផ្សាយរបស់ខ្ញុំសូមស្រេះត្រឹមប៉ុណ្ណេះសិនចុះដោយសារតែខ្ញុំដល់ពេលចូលធ្វើការទៅហើយព័ត៌មានបន្ថែមទៀតលម្អិតយ៉ាងណានោះខ្ញុំនឹងផ្សាយជូនបងប្អូននៅរាត្រីនេះតាមពេលវេលានឹងម៉ោងដដែលសូមអរគុណបងប្អូននៅគ្រប់ទិសទីដែលបានតាមដានការផ្សាយរបស់ខ្ញុំហើយរាត្រីសួស្តីបងប្អូននៅស្រុកខ្មែរអរុនសួស្តីបងប្អូននៅទីក្រុងឡុងបិចរដ្ឋ California និងទីផ្សេងដែលថ្ងៃរះបាទសូមអរគុណសូមជម្រាបលា